ស្តីមិត្តទាំងអស់គ្នាខ្ញុំបាទសូមបង្ហាញជូននៅវិធី download រូបភាពម្ដងទាំងអស់ពីក្នុង album Facebook ដោយគ្រាន់តែ click មួយប៉ុណ្ណោះបាទជាដំបូងសូមបើកកម្មវិធី Firefox ហើយចូលយកពាក្យ tool ហើយរើសយកពាក្យ add-on បាទយើងចេញផ្ទាំងនេះមួយនៅក្នុងប្រអប់ search សូមវាយពាក្យ FacePad FACEPAD ហើយ enter បន្តមកទៀតយើងនឹងឃើញកម្មវិធីនឹងយើងគ្រាន់តែចុច install ហើយរងចាំឲ្យវា install បានសម្រាប់ហើយ restart Firefox មកយើងនឹងឃើញផ្ទាំងបញ្ជាក់នឹងមួយដើម្បីបញ្ជាក់ថាអូ FacePad របស់យើងគឺពិតជា download ពិតជា install បានជោគជ័យពិតប្រាកដមែនឥឡូវសូមចូលទៅគេហទំព័រ Facebook បាទយើងចង់ដឹងថាតើ FacePad ពិតជាមានសមត្ថភាពអាច download រូបភាពម្ដងបានទាំងអស់ពីក្នុង album ដែរឬក៏អត់ឥឡូវខ្ញុំចូលទៅក្នុង album រូបថតរបស់មិត្តភ័ក្តិខ្ញុំម្នាក់ឈ្មោះ Lalin បាទយើង right click ទៅលើ album ណាមួយដែលយើងចង់ download ហើយរើសយកពាក្យ download album with FacePad បាទទាំងហ្នឹងរក្សាទុកនៅកន្លែងណាខ្ញុំទុកនៅលើ desktop ហើយបង្កើត folder មួយថ្មីឈ្មោះ Lalin បាទមិត្តទាំងអស់គ្នាឃើញមាន folder មួយថ្មីដែល load នៅលើ desktop ឯងបាទបន្ទាប់ពីយើង enter យើងឃើញផ្ទាំងមួយទៀតផ្ទាំងហ្នឹងគឺតម្រូវឲ្យយើងវាយចំណងជើងរូបភាពចូលយើងអាចវាយមិនក៏បានដែរ wall photo ឬក៏យ៉ាងខ្លី WP បន្តមកទៀត enter បាទឥឡូវ FacePad កំពុងតែ download ហើយយើងអាច minimize កម្មវិធី Firefox ហើយយើងចូលទៅមើលរូបដែលយើង download បាទឥឡូវហ្នឹងមិនអូកំពុងតែដំណើរការហើយរូបភាព load 31រូបភាពអីបាទចូលទៅក្នុង album របស់យើងបាទ32ហើយរូបភាពទាំងអស់គឺងាយស្រួលចំណាំមែនទែនគឺមានចំណងជើង WP W យ៉ាបាទចំណុចពិសេសមួយទៀតយើងអាចចូលទៅ Firefox ចូលមើល album Facebook បាទកម្មវិធី FacePad គឺអស្ចារ្យមែនទែនគឺរៀបចំរូបថតទាំងអស់តាមលំដាប់លំដោយយ៉ាងល្អឥតខ្ចោះបើយើងប្រៀបធៀបឥឡូវយើងចូលទៅប្រៀបធៀបនៅក្នុងរូបដែលយើងបាន download មកតើវាលំដាប់លំដោយទេអត់បាទយើងមើលរូបកូនឆ្កែនៅខាងចិត្តបន្ទាប់ហ្នឹងបាទគឺពិតជាឥតខ្ចោះមែនទែនហើយរូប download មកគឺជារូបទំហំធំតែម្ដងទំហំដើមបាទអរគុណច្រើនគន្លឹះថ្មីគន្លឹះខ្លីៗដែលខ្ញុំបានជម្រាបជូននៅពេលនេះគឺមានតែប៉ុណ្ណឹងទី1 download រូបមានទំហំធំតាមលំដាប់លំដោយលឿនរហ័សសូមអរគុណចំពោះការតាមដានទស្សនាជួបគ្នានៅពេលក្រោយ